ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងមីនុយសុំមន់ខ្មៅមកចែករំលែកជូនខ្មៅมันប្រកាសថាតើតើយើងធ្វើបែបមានថ្នាំចិនអីបានធ្វើឆ្ងាញ់នេះខ្ញុំមកស្ងោរបែបសុំមន់ខ្មៅរបៀបខ្មែរយើងហ្នឹងគឺស្ងោរបែបធម្មតាតែក៏ញ៉ាំឆ្ងាញ់ដែរបងប្អូនទឹកស៊ុបចេញមកបែបមានរសជាតិឆ្ងាញ់ហ្មងទៅអ្នកដែលគាត់អត់ស្រួលខ្លួនឬក៏អស់កម្លាំងហេវហត់អីហ្នឹងទឹកស៊ុបមន់ខ្មៅនេះនិយាយពីថាមានកម្លាំងព្រឹសហ្មងអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរសម្រាប់បងប្អូនដែលចង់ដឹងពីរបៀបធ្វើក៏ដូចជាគ្រឿងផ្សំរបស់ខ្ញុំសូមតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាប៉ុន្តែចេញពីផ្ទះនៅឃើញធ្វើមនុយផ្សេងឯងប៉ុន្តែស្រាប់តែដើរផ្សារសុកទៅកន្លែងឃើញមន់ខ្មៅអញ្ចឹងក៏ធ្វើឲ្យខ្ញុំដូរចិត្តមនុយមហោភ្លាមទៅបែបនេះដោយសារតែខ្ញុំដើរផ្សារថ្ងៃហ្នឹងឃើញជាមួយនឹងមន់ខ្មៅមួយក្បាលអ្នកលក់ហ្នឹងគឺគាត់យកមកតែមួយក្បាលប៉ុន្តែឃើញវាសាច់ល្អនិយាយរួមទៅគឺ1ដល់ទៅ1គីឡូជាង1គីឡូ4ខាំអញ្ចឹងខ្ញុំក៏ឃើញធ្វើស៊ុបមន់ខ្មៅញ៉ាំហើយគឺខ្ញុំអត់បានត្រៀមជាមួយនឹងគ្រឿងថ្នាំចិនអីទេនិយាយរួមទៅគឺស្ងោរបែបយើងស្ងោរស៊ុបខ្មែរហ្មងណាដែលខ្ញុំជ្រើសរើសយកមកស្ងោរស៊ុបមាន់ខ្មៅគឺមានជាមួយនឹងឆៃថាវក៏ដូចជាការ៉ុតនិងផ្សិតខ្មៅនេះបងប្អូនអាចយកទៅត្រាំឲ្យរីកសិនទៅយើងយកវាមកកាត់ជាចំណិតណាប៉ុន្តែបើសិនជាបងប្អូនអត់ចង់កាត់ជា2ជា3អីទេគឺយើងដាក់ទាំងមូលក៏បានដែរពិសេសកាន់តែធ្វើឲ្យស៊ុបមាន់ខ្មៅយើងឈ្ងុយឈ្ងប់ល្អគឺជីវ៉ាន់សុយគឺខ្ញុំប្រើជីវ៉ាន់សុយដើម្បីរោយជាមួយនឹងស៊ុបមាន់ខ្មៅជាបន្តគឺខ្ញុំធ្វើការហាន់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមនេះទុកដាក់រំលីងវានៅពេលដែលយើងរំលីងសាច់មាន់ណាគឺធ្វើឲ្យឈ្ងុយបន្ថែមមកកម្រិតទៀតទាំងអស់ហ្នឹងគឺអត់មានអីច្រើនទេតែប៉ុណ្្នឹងយើងមកធ្វើការចម្អិនម្ដងជាដំបូងគឺខ្ញុំចាក់ជាមួយនឹងប្រេងអូលីវឲ្យវាក្តៅសិនទៅខ្ញុំចាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងមើមខ្ញីក៏ដូចជាផ្សិតពណ៌ខ្មៅហ្នឹងណាហើយខ្ញុំធ្វើការរំលីងវាមកឈ្ងុយល្អសិនទៅខ្ញុំផ្សំជាមួយនឹងគ្រឿងទេសវិញក៏អត់មានអីពិសេសពិសាដល់យើងពិបាករកទេគឺមានជាមួយនឹងទឹកត្រីប្រេងខ្យងក៏ដូចជាស្ករប៊ីចេងអីហ្នឹងពីដាក់គ្រឿងទេសរួចរាល់ហ្នឹងយើងធ្វើការរំលីងវា2-3ត្រឡប់ឲ្យវាចូលជាតិល្អសិនទៅយើងដាក់ជាមួយនឹងសាច់មាន់ខ្មៅរបស់យើងសាច់មាន់ខ្មៅនេះគឺខ្ញុំយកវាមករំលីងសិនណាដើម្បីឲ្យវាកាត់ឆ្អាបក្បួនស្លរបស់ខ្ញុំគឺខ្ញុំរំលីងសាច់មាន់ជាមួយនឹងគ្រឿងទាំងអស់ហ្នឹងសិនប៉ុន្តែអ្នកខ្លះគឺគាត់ស្លបែបបង់ជាមួយនឹងសាច់មាន់ចូលពេលដែលទឹកកំពុងពុះហ្មងណាតាមពិតទៅក្បួនស្លបែបហ្នឹងក៏អត់មានអីខុសឆ្គងដែរយើងស្លបែបខុសគ្នាប៉ុន្តែរសជាតិចេញមកឲ្យតែយើងផ្សំគ្រឿងទេសត្រូវហ្នឹងគឺរសជាតិឆ្ងាញ់ដូចគ្នាហ្នឹងកម្របឆ្នាំងនៅពេលដែលស៊ុបរបស់យើងហ្នឹងពុះយើងកុំភ្លេចធ្វើការស្រង់ជាមួយនឹងពពុះខាងលើហ្នឹងដើម្បីឲ្យទឹកស៊ុបរបស់យើងហ្នឹងគឺវារៀងថ្លាល្អសិនជាបងប្អូនអត់បានស្រង់ពពុះទេទឹកស៊ុបរបស់យើងនេះវារៀងឡើងកករៀងខាប់តិចហ្នឹងខ្ញុំធ្វើការលួចបង់ជាមួយនឹងដុំស៊ុបបន្តិចដែរដើម្បីយករសជាតិជាបន្តគឺខ្ញុំធ្វើការដាក់ជាមួយនឹងបន្លែចូលមានការ៉ុតនិងមើមឆៃថាវហើយខ្ញុំធ្វើការកូរច្បល់វាបន្តិចទៅដាក់រំងាស់វាបន្តទៀតហ្នឹងបងប្អូនលេលោករំងាស់មកមាន់យើងចេញជាតិល្អណាហើយក៏ដូចជាផុយសាច់និយាយរួមទៅមាន់នេះគឺវាអត់ស្វិតសាច់ដូចមាន់ស្វិតទេយើងអាចលេលោករំងាស់វាប្រហែលជា10ទៅ15នាទីហ្នឹងគឺបានញ៉ាំហើយនេះដែរគឺយើងអាចធ្វើការភ្លក់ដើម្បីយករសជាតិដែលយើងចូលចិត្តដែរខ្ញុំស្ទើរជាមួយនឹងម្សៅស៊ុបបន្តិចអញ្ចឹងខ្ញុំដាក់វាមកល្មមទៅនិយាយរួមទៅរសជាតិជាមួយនឹងស៊ុបមាន់ខ្មៅរបស់ខ្ញុំនេះគឺខ្ញុំយករសជាតិបែបប្រៃល្មមឡមឯងដោយសារតែយើងហត់លេងណានិយាយរួមទៅខ្ញុំអត់ញ៉ាំមួយបាយបើធ្វើជាមួយនឹងស៊ុបមាន់ខ្មៅនេះគឺញ៉ាំលេងបែបហត់ទឹកស៊ុបហ្មងស៊ុបមាន់ខ្មៅរបស់ខ្ញុំគឺបានចម្អិនរួចរាល់ហើយអ្នកចូលចិត្តញ៉ាំជាមួយនឹងស៊ុបមាន់ខ្មៅមើលវីដេអូនេះចប់កុំភ្លេចសាកល្បងរៀនធ្វើទាំងអស់គ្នាណាrecommend ជូនហ្មងសម្រាប់អ្នកដែលគាត់អស់កម្លាំងហេវហត់មកពីធ្វើការនៅឃើញឃ្លានទឹកស៊ុបក្តៅកុំភ្លេចសាកមកនេះបានឈានដល់ទីបញ្ចប់ហើយសូមអរគុណច្រើនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បានវីដេអូចែករំលែកថ្មីបងប្អូនកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ